ជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់នៅតាមបណ្ដាសង្គម Facebook ថ្ងៃនេះនាងខ្ញុំយ៉ានលីនដាគឺបានត្រៀមនៅវីដេអូឃ្លីបមួយនេះគឺដើម្បីបំភ្លឺមហាជនទាំងអស់អំពីពាក្យចចាមអារ៉ាមមួយចំនួនដែលបានកើតឡើងចំពោះរូបនាងខ្ញុំគឺអស់រយៈពេល1ឆ្នាំហើយដែលនាងខ្ញុំបានចាក់ចេញពីព្រះរាជាណាចក្រកម្ពុជាហើយនាងខ្ញុំក៏បានចាក់ចេញដោយមានភាពតន់ហន់ក៏ដូចជាភ្ជាប់នឹងស្នាមរបួសហើយនាងខ្ញុំក៏ជឿជាក់ថាមហាជនទាំងអស់គឺមានការងឿងឆ្ងល់ថាហេតុអីបានមានរឿងបែបនេះកើតឡើងចំពោះរូបនាងខ្ញុំដោយសារជីវិតអាពាហ៍ពិពាហ៍របស់នាងខ្ញុំអស់រយៈពេល4ដល់10ឆ្នាំនាងខ្ញុំមិនដែលមានរឿងអាស្រូវទេរហូតមកដល់ថ្ងៃនេះនាងខ្ញុំមានអារម្មណ៍ថាពិតជាអយុត្តិធម៌ចំពោះរូបនាងខ្ញុំក៏ដូចជាកូនស្រីហើយនេះប្រសិនបើនាងខ្ញុំមិនមានកូនស្រីមិនមានកិត្តិយសកូនស្រីដែលនាងខ្ញុំត្រូវការពារនាងខ្ញុំមិនធ្វើវីដេអូឃ្លីបនាងខ្ញុំមិនប្រកាសកកកកាយរឿងផ្ទាល់ខ្លួនមកប្រកាសឲ្យមហាជនដឹងឮទេធម្មតាទេជីវិតអាពាហ៍ពិពាហ៍គឺតែងតែមានការលកម្មលកុសគឺមានថ្ងៃដែលល្អថ្ងៃដែលអាក្រក់តែអ្វីដែលសំខាន់គឺយើងត្រូវចេះតស៊ូយើងត្រូវចេះអត់ទ្រាំអត់ធ្មត់ជាមួយនឹងគ្នាដើម្បីសេចក្តីសុខនៅក្នុងរង្វង់គ្រួសារជាពិសេសពេលដែលយើងមានកូននេះគឺជាអ្វីដែលនាងខ្ញុំព្យាយាមធ្វើនាងខ្ញុំចាក់ចេញពីប្រទេសអូស្ត្រាលីចាក់ចេញពីឪពុកម្ដាយពីកូនទៅតស៊ូរស់នៅប្រទេសកម្ពុជាដោយសារសេចក្តីសុខក្រុមគ្រួសារដោយនាងខ្ញុំមានផលលំបាកในការរស់នៅអសរនាងខ្ញុំអត់ចេះកន្លែងខ្ញុំអត់ស្គាល់បងប្អូនក៏អត់មានគឺគាត់នៅឆ្ងាយអញ្ចឹងនាងខ្ញុំគឺក្បាលមួយម្នាក់ឯងហើយនាងខ្ញុំគឺមានតែគាត់តែនេះគឺជាផ្លូវដែលនាងខ្ញុំរើសដូច្នេះនាងខ្ញុំនឹងទទួលខុសត្រូវនឹងវាហើយនាងខ្ញុំក៏បានតស៊ូរហូតមកដល់ចំណុចមួយដែលក្នុងអាជីពសិល្បៈគឺសង្គមបានទទួលស្គាល់ខ្ញុំទាំងពីរនាក់គឺបានដល់ចំណុចមួយដែលខ្ញុំបានតស៊ូជាមួយនឹងគ្នារហូតមកដល់ទទួលបាននូវភាពជោគជ័យប៉ុន្តែភាពជោគជ័យរបស់ខ្ញុំទាំងពីរនាក់មិនបានប្រមាណផងគឺត្រូវប្រេះឆាគ្នាហើយអ្វីដែលនាងខ្ញុំពិតជាទទួលមិនបានគឺដោយសារនាងខ្ញុំគឺជាសិល្បៈពេលដែលមានបញ្ហាកើតឡើងភ្លាមព្រួយសញ្ញាគឺបាញ់មកលើរូបនាងខ្ញុំគឺនាងខ្ញុំគឺជាអ្នកដែលអាក្រក់អ្នកដែលប្រព្រឹត្តនៅទង្វើដែលសង្គមស្អប់ខ្ពើមនេះប្រសិនបើនាងខ្ញុំបានប្រព្រឹត្តមែននាងខ្ញុំនឹងទទួលហើយនាងខ្ញុំនឹងសង្ងំនៅស្ងៀមតែប្រសិនបើនាងខ្ញុំមិនបានប្រព្រឹត្តហើយគេចោទប្រកាន់នាងខ្ញុំពិតជាមិនអាចនៅស្ងៀមទេនាងខ្ញុំមានកូនស្រីកិត្តិយសបែបនេះគឺល្អណាស់តើសម្រាប់កូនស្រីដូច្នេះនាងខ្ញុំសូមបំភ្លឺកន្លែងនឹងមួយបញ្ហាទាំងអស់ដែលបានកើតឡើងការប្រេះឆាជីវិតអាពាហ៍ពិពាហ៍របស់នាងខ្ញុំគឺចាប់ផ្ដើមតាំងពីឆ្នាំ2010ម្លេះហើយបញ្ហាធំបំផុតគឺរឿងកូននាងខ្ញុំបានវិលត្រឡប់នៅក្នុងឆ្នាំ2010មកមើលថែកូនដោយសារកូនមានបញ្ហាសុខភាពដើមឡើយនាងខ្ញុំគិតថាប្រហែលជាគឺបញ្ហាសុខភាពទូទៅនាងខ្ញុំគិតថាគាត់នៅជាមួយម៉ាក់ប៉ារបស់នាងខ្ញុំគឺគាត់មិនអីទេតែពេលដែលនាងខ្ញុំមកដល់បាននាងខ្ញុំដឹងថាបញ្ហានេះគឺពិតជាធ្ងន់ធ្ងរជាងការគិតរបស់នាងខ្ញុំកូនរបស់នាងខ្ញុំ
គាត់ទទួលសម្ពាធផ្លូវចិត្តដែលបាត់បង់ភាពកក់ក្ដៅពីឪពុកម្ដាយដែលបណ្ដាឲ្យធ្វើឲ្យគាត់ប៉ះពាល់ដល់សុខភាពរបស់គាត់នាងខ្ញុំមកមើលថែគាត់រហូតដល់ជាងកន្លះឆ្នាំបានគាត់បានធូរស្បើយតែអ្វីដែលនាងខ្ញុំបានដឹងកន្លងមកនេះគឺគាត់សុខចិត្តឲ្យឪពុកម្ដាយទៅរកស៊ីគាត់សុខចិត្តទ្រាំសូម្បីតែពេលដែលគាត់ឈឺដេកពេទ្យគាត់អត់ឲ្យម៉ាក់ប៉ាខ្ញុំប្រាប់ខ្ញុំទេក៏សុខចិត្តសុំអាវឪពុកម្ដាយទៅដេកអោបប៉ុន្តែគាត់អត់ឲ្យម៉ាក់ប៉ាខ្ញុំប្រាប់ខ្ញុំថាគាត់ឈឺទេនេះគឺជាទង្វើកូនស្រីខ្ញុំតែការពិតគាត់នឹកឪពុកម្ដាយនាងខ្ញុំគ្រាន់តែនាងខ្ញុំដឹងពីបញ្ហាទាំងអស់នេះភ្លាមគឺនាងខ្ញុំសវេសវាមករកកូនការងារសំខាន់មិនមែនមិនសំខាន់ទេសំខាន់តែមិនមែនសំខាន់ជាងជីវិតកូនខ្ញុំទេការងារសិល្បៈខ្ញុំមិនមែនខ្ញុំមិនស្រឡាញ់ទេខ្ញុំស្រឡាញ់ហើយខ្ញុំក៏អរគុណដែរដោយសារការងារសិល្បៈខ្ញុំបានជួបមនុស្សល្អៗជាច្រើនប៉ុន្តែបញ្ហាដែលសំខាន់បំផុតគឺបញ្ហាកូនរបស់ខ្ញុំនេះគឺជាបញ្ហាមួយដែលខ្ញុំព្យាយាមបញ្យល់ប្រាប់អតីតស្វាមីរបស់នាងខ្ញុំតែគាត់នៅតែគិតថាវាមិនមែនជាបញ្ហាធំដុំដូច្នេះខ្ញុំនិងគាត់មានការខ្វែងគំនិតគ្នារហូតមកដល់មានបញ្ហាដែលនាងខ្ញុំទទួលលេងបាននាងខ្ញុំមិនអាចរស់នៅរបៀបជីវិតបែបនោះទេនាងខ្ញុំត្រូវតែវិលត្រឡប់មកមើលថែកូនស្រីនាងខ្ញុំគិតថាក្មេងដែលកំព្រាឪពុកម្ដាយដែលសារព្រាត់ស្លាប់វាពិតជាឈឺចាប់តែក៏អត់មានផ្លូវជ្រើសរើសទេពីព្រោះអីឪពុកម្ដាយព្រាត់ស្លាប់តែខ្ញុំសុំសួរថាចុះសម្រាប់ក្មេងដែលឪពុកម្ដាយនៅរស់តែអត់បានមើលថែគ្នាដល់ដឹកដល់តែឈឺចាប់អត់កូនខ្ញុំសុខចិត្តតែបងឲ្យម៉ាក់ប៉ាខំប្រងើស៊ីចាស់គាត់ថាសំខាន់ឲ្យតែម៉ាក់ប៉ាមានសេចក្តីសុខគាត់អាចទ្រាំបានដោយរស់នៅជាមួយយាយតានាងខ្ញុំលើពាក្យនេះគឺដាស់សតិនាងខ្ញុំពាក្យសម្ដីទាំងអស់នេះគឺជាភាសាមួយដែលឪពុកម្ដាយគួរតែប្រាប់ឲ្យកូនមិនមែនកូនប្រាប់ឲ្យឪពុកម្ដាយទេដូច្នេះនាងខ្ញុំក៏ពេលដែលនាងខ្ញុំដឹងរឿងទាំងអស់នេះនាងខ្ញុំក៏សម្រេចចិត្តថាខ្ញុំសុខចិត្តចោលអ្វីទាំងអស់មិនថានាងខ្ញុំរកបានប្រាក់ថវិកាប៉ុណ្ណានោះទេតែខ្ញុំមិនអាចឲ្យកូនខ្ញុំរស់នៅដោយភាពឈឺចាប់បែបនេះទៀតទេដូច្នេះនាងខ្ញុំក៏ចាប់ដើមរើបំរាស់ហើយនេះគឺជាមូលហេតុដែលធ្វើឲ្យខ្ញុំជីវិតអាពាហ៍ពិពាហ៍របស់នាងខ្ញុំចាប់ដើមមានការប្រេះឆាគ្នានាងខ្ញុំសោកស្ដាយនាងខ្ញុំក៏មិនចង់ដើរមកដល់ផ្លូវនេះដែរហើយនាងខ្ញុំក៏ចង់បញ្ចប់អ្វីដោយសន្តិវិធីប៉ុន្តែអ្វីដែលបានកើតឡើងចំពោះរូបនាងខ្ញុំគឺវាពិតជាអយុត្តិធម៌ហើយវាពិតជាសាហាវពេក
អំពើហិង្សានោះគឺជាចំណុចមួយបាត់ទៅហើយតែនាងខ្ញុំព្យាយាមនាងខ្ញុំលើកលែងឲ្យបានតែចំណុចមួយទៀតនាងខ្ញុំទទួលមិនបានទេហើយរួមផ្សំជាមួយនឹងបញ្ហាកូនទៀតនាងខ្ញុំគិតថាវាជាមូលហេតុដែលស័ក្តិសមបំផុតដែលឲ្យនាងខ្ញុំដើរចេញដោយមិនងាកក្រោយថ្ងៃនេះនាងខ្ញុំបានរំលាយរឿងអស់នេះប្រាប់ដល់មហាជនទាំងអស់មេត្តាប្រសិនបើយើងមិនដឹងថារឿងពិតជាអ្វីនោះទេមេត្តាកុំចោទប្រកាន់មានឈ្មោះជាសិល្បៈនាងខ្ញុំដឹងថាវាមានរឿងមួយចំនួនដែលវាមិនគួរគប្បីធ្វើឲ្យសង្គមស្អប់ខ្ពើមប៉ុន្តែក៏មិនប្រកាសថាសិល្បៈគ្រប់គ្នាអាក្រក់ដោយរូបនាងខ្ញុំប្រសិនបើនាងខ្ញុំគឺជាមនុស្សបែបនោះខ្ញុំអត់ទៅតស៊ូនៅស្រុកខ្មែរខំប្រឹងធ្វើការទាំងឈឺទាំងជាដើម្បីជីវភាពនោះទេនាងខ្ញុំត្រឡប់មករស់នៅអូស្ត្រាលីវិញបាត់ហើយតែដោយសារនាងខ្ញុំព្យាយាមដើម្បីសេចក្តីសុខនៅក្នុងរង្វង់គ្រួសារខ្ញុំរែកមកខាងគឺស្វាមីមកខាងកូនតែមកដល់ថ្ងៃនេះនាងខ្ញុំដឹងថាការសម្រេចចិត្តរបស់នាងខ្ញុំគឺពិតជាត្រឹមត្រូវពីព្រោះអីនាងខ្ញុំគិតថានាងខ្ញុំសំណាងណាស់ដែលនាងខ្ញុំមានកូនដែលដោយកណ្ដុងធម៌ដែលដឹងខុសដឹងត្រូវចេះស្រឡាញ់ឪពុកម្ដាយទោះបីឪពុកម្ដាយមិនបាននៅផ្ដល់ភាពកក់ក្ដៅឲ្យនាងថ្ងៃនេះគឺជាថ្ងៃទី1ដែលនាងខ្ញុំបានបំភ្លឺហើយក៏ជាថ្ងៃចុងក្រោយដែលនាងខ្ញុំនឹងលើកអំពីបញ្ហានេះមកនិយាយដែរដូច្នេះនាងខ្ញុំក៏សង្ឃឹមថាមហាជនទាំងអស់គ្នាគឺយល់ថាការសម្រេចចិត្តរបស់នាងខ្ញុំការចាក់ចែងរបស់នាងខ្ញុំមិនមែនខ្ញុំស្អប់ទឹកដីប្រទេសខ្លួនឯងទេខ្ញុំនឹងវិលវិញថ្ងៃណាមួយប៉ុន្តែអ្វីដែលបានកាត់ឡើងគឺនៅថ្មីនៅឡើយនាងខ្ញុំមិនអាចតន់ត្រឡប់ទៅប្រឈមមុខទេតែនាងខ្ញុំថ្ងៃណាមួយនាងខ្ញុំនឹងទៅជួបបងប្អូនញាតិមិត្តទាំងអស់គ្នាហើយមួយទៀតនាងខ្ញុំក៏សូមអរគុណដល់មិត្តភ័ក្តិសិល្បៈមួយចំនួនដែលបានផ្ដល់នូវភាពកក់ក្ដៅដល់រូបនាងខ្ញុំជាពិសេសពេលដែលនាងខ្ញុំមានបញ្ហាទង្វើល្អរបស់អ្នកទាំងអស់គ្នាគឺនាងខ្ញុំពិតជាមិនអាចបំភ្លេចបានទេមួយជីវិតនេះហើយនាងខ្ញុំសូមអរគុណដល់ឪពុកម្ដាយរបស់នាងខ្ញុំបងប្អូននាងខ្ញុំហើយនិងមិត្តភក្តិជិតស្និទ្ធរបស់នាងខ្ញុំក៏ដូចជាអ្នកដែលស្រឡាញ់គាំទ្ររូបនាងខ្ញុំជុំវិញពិភពលោកផងដែរពេលដែលនាងខ្ញុំមានបញ្ហាភ្លាមគឺគាត់ទាំងអស់គ្នាគឺជាកម្លាំងចិត្តដ៏ធំមួយដែលធ្វើឲ្យនាងខ្ញុំតស៊ូទៅមុខទៀតនាងខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នាផងដែរសរុបសេចក្តីទៅការសម្រេចចិត្តរបស់នាងខ្ញុំនេះ
គឺនាងខ្ញុំចង់ធ្វើជាគំរូសម្រាប់កូនស្រីដើមឡើយនាងខ្ញុំមិនចង់ឲ្យកូនស្រីនាងខ្ញុំធំធាត់នៅក្នុងគ្រួសារមួយដែលប្រេះឆាគ្នាប៉ុន្តែនាងខ្ញុំគិតថាអាការអត់ទ្រាំអត់ធ្មត់គឺមានព្រំដែនហើយមិនមែនជាគំរូល្អសម្រាប់កូនស្រីទេជាពិសេសអំពើហិង្សានេះប្រសិនបើរឿងនេះកើតឡើងចំពោះកូនស្រីរបស់នាងខ្ញុំពិតជាមិនអាចទទួលបានទេតែនេះគឺជាជីវិតរបស់នាងខ្ញុំមេរៀនរបស់នាងខ្ញុំហើយក៏ជាមេរៀនរបស់គាត់សង្ឃឹមថាដំណើរជីវិតរបស់គាត់ទៅមុខទៀតនឹងបានល្អប្រសើរជាងនេះហើយអ្វីដែលនាងខ្ញុំសូមស្នើមួយនាងខ្ញុំបានចាក់ចែងពីព្រះរាជាណាចក្រកម្ពុជាចោលការងារទាំងអស់ហើយនាងខ្ញុំក៏មិនបានទាមទារអ្វីជាដុំកពួនដែរនាងខ្ញុំមិនបញ្ហាទេបើសិនជាអ្នកចង់បានអ្នកទុកចោះអ្នកមិនចង់ចិញ្ចឹមកូនក៏បានមកអីទេតែនាងខ្ញុំសុំមួយយ៉ាងរក្សាកិត្តិយសឲ្យនាងខ្ញុំផងនាងខ្ញុំសុំត្រឹមតែប៉ុណ្ណឹងហើយនាងខ្ញុំនឹងចាប់ផ្ដើមជីវិតថ្មីជាមួយនឹងកូនស្រីរបស់នាងខ្ញុំអាចចិញ្ចឹមកូនខ្ញុំបាននាងខ្ញុំសុំតែប៉ុណ្្នឹងឯងពីព្រោះអីអ្នកក៏ដឹងច្បាស់បើយើងគិតពីចំណែកស្មើវិញនាងខ្ញុំអត់បានទទួលចំណែកស្មើទេនាងខ្ញុំនៅប្រទេសអូស្ត្រាលីតែផ្ទះមួយខ្នងអត់មានផងអ្នកក៏ដឹងដែរអញ្ចឹងប្រសិនបើអ្នកមិនប្រគល់ចំណែកស្មើឲ្យរូបនាងខ្ញុំទេមេត្តាទុកកិត្តិយសឲ្យនាងខ្ញុំផងនាងខ្ញុំសូមប៉ុណ្ណឹងឯងហើយនាងខ្ញុំសូមឲ្យអ្វីគឺក្នុងថ្ងៃនេះគឺបញ្ចប់ក្នុងថ្ងៃនេះបញ្ហានេះគឺនាងខ្ញុំអត់មានមកកកកកាយតទៅទៀតទេហើយនាងខ្ញុំក៏សង្ឃឹមថានាងខ្ញុំអត់មានលេចលឺនៅរឿងដែលមិនពិតហើយរឿងដែលអយុត្តិធម៌ចំពោះរូបនាងខ្ញុំសង្ឃឹមថានាងខ្ញុំមិនលឺជាបន្តទៅទៀតទេជាចុងក្រោយនេះនាងខ្ញុំក៏សូមខន្តីអភ័យទោសដល់ពុកម៉ែបងប្អូនទាំងអស់ប្រសិនបើនាងខ្ញុំមានពាក្យពេចន៍លើសលុះខ្វះខាតដែលប៉ះពាល់ដល់អារម្មណ៍នាងខ្ញុំក៏សូមទោសហើយនាងខ្ញុំក៏សង្ឃឹមថាចាប់ពីថ្ងៃនេះតទៅដំណើរជីវិតរបស់នាងខ្ញុំជាមួយនឹងកូនស្រីគឺនាងខ្ញុំអាចធ្វើដំណើរទៅមុខដែលមានភាពស្ងប់ស្ងាត់ហើយការងារសិល្បៈមិនមែននាងខ្ញុំមិនប្រឡូកនាងខ្ញុំឈប់ប៉ុន្តែនាងខ្ញុំសុំពេលវេលាមួយគ្រាហើយពេលដែលនាងខ្ញុំគិតថានាងខ្ញុំអាចប្រឈមមុខនាងខ្ញុំរឹងមាំហើយនាងខ្ញុំនឹងវិលត្រឡប់ទៅជួបពុកម៉ែបងប្អូនទាំងអស់គ្នាវិញដូច្នេះនាងខ្ញុំក៏សូមជូនពរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យជួបតែសុខសុភមង្គលនៅក្នុងរង្វង់គ្រួសារហើយនឹងជួបតែសេចក្តីសុខហើយនឹងមានតែរឿងល្អៗដែលកើតឡើងចំពោះក្រុមគ្រួសាររបស់អ្នកទាំងអស់គ្នាសូមអរគុណដែលបានចំណាយពេលវេលាដ៏មានតម្លៃមកស្ដាប់នៅរឿងរ៉ាវផ្ទាល់ខ្លួនរបស់រូបនាងខ្ញុំសង្ឃឹមថាឥឡូវនេះបងប្អូននឹងបានយល់ហើយក៏អស់ការសង្ស័យសូមអរគុណជម្រាបលាទាំងអស់គ្នា